ក្បួនអាពាហ៍ពិពាហ៍ខ្មែរសូមជូនអំពីកិច្ចកម្មវិធីជាបន្តនៅក្នុងកម្មវិធីមង្គលអាពាហ៍ពិពាហ៍អញ្ចឹងកាលពីក្នុងវីដេអូលើកមុនខ្ញុំបានរៀបរាប់តាមលំដាប់លំដោយអំពីកិច្ចកម្មវិធីមង្គលហើយអញ្ចឹងនៅក្នុងថ្ងៃនេះគឺជាវគ្គស៊ីស្លាកំណត់អញ្ចឹងនៅក្នុងសិភៅក្បួនអាពាហ៍ពិពាហ៍របស់អ្នកអង្គការមហាមន្ត្រីញឹកនៅដដែលត្រង់វគ្គទី3ទំព័រទី79ហ្នឹងក៏លោកបានបញ្យល់អំពីថ្ងៃស៊ីស្លាកំណត់ដូច្នេះថាក្នុងចំណុចខ7លោកបានបញ្យល់ថាលោកដល់ថ្ងៃចិត្តរៀបមង្គលការធំមកដល់គឺត្រូវឲ្យមេដាបេដាខាងកូនប្រុសនឹងគិតគូរទៅនឹងមេដាបេដាខាងកូនស្រីដើម្បីសុំទឹកដីសង់រោងតម្កល់ការស្លាសុំទីកន្លែងសង់រោងចុងភៅឲ្យត្រូវទៅតាមក្បាលនាគកន្ទុយនាគតាមក្បួនហោរាសាស្ត្រកំណត់ទុកចំណែកមេដាបេដាខាងស្រីវិញក៏ត្រូវតែកំណត់ទិសឬក៏អនុញ្ញាតនៅទីកន្លែងដែលលោកសម័យដើមកាលលោកបានសុំថាតើសង់រោងការស្លាទៅសង់នៅកន្លែងណាសង់រោងចំភៅត្រង់កន្លែងណាឲ្យសំគួរទៅតាមការជាក់ស្ដែងហើយលោកបានបញ្ជាក់ទៀតថាត្រង់ការសង់រោងការស្លាគឺបុរាណលោកសង់ឲ្យសង់3ល្វែងប៉ុន្តែចំពោះសង់រោងចំភៅវិញលោកមិនកំណត់ទេថាធ្វើយ៉ាងម៉េចឲ្យតែសមល្មមដែលអាចប្រព្រឹត្តនៅក្នុងកិច្ចការវិធីមង្គលនឹងបានហើយថ្ងៃកំណត់ចូលរោងគឺគេយកមុននឹងថ្ងៃស៊ីស្លាកំណត់មួយថ្ងៃឧទាហរណ៍ថាថ្ងៃស្អែកគឺជាថ្ងៃស៊ីស្លាកំណត់អញ្ចឹងថ្ងៃនេះគឺជាថ្ងៃចូលរោងហើយកំណត់ថ្ងៃចូលរោងមង្គលការនោះគឺគេយកមុនថ្ងៃស៊ីស្លាកំណត់មួយថ្ងៃគឺនៅវេលារសៀលនោះម៉ោង5ម៉ោង6ត្រូវមេដាបេដារៀបថង់រោងមួយគូនិងផោះភាដែលបំរុងទុកនៅក្នុងមង្គលនោះព្រមទាំងនាំសង្ហីខ្លួនកូនប្រុសនិងគណៈញាតិនាំចូលទៅផងលោកចូលទៅដល់រោងហើយគេត្រូវវាយឃ្មោះ3បទដើម្បីបញ្ជាក់ថាកូនប្រុសបានចូលដល់រោងការស្លាហើយតែការមុននឹងនាំកូនកំឡោះចូលទៅរោងការស្លានោះក៏ត្រូវជម្រាបជូនដល់មេដាបេដាខាងកូនស្រីដែរឲ្យដឹងថាគឺល្ងាចហ្នឹងគឺកូនប្រុសត្រូវចូលរោងការស្លាហើយដើម្បីឲ្យលោកបានជិបជាដំណឹងហើយយ៉ាងទៀតកូនប្រុសកាលណាបើចូលទៅដល់រោងការស្លាហើយគឺលោកប្រកាន់ថាមិនឲ្យទៅណាមកណារហេតុរហូតទេកុំឲ្យវាក្រែងមានវិបត្តិអីផ្សេងនាំឲ្យស្គាល់ការព្រោះមង្គលការម្ដងហើយចឹងថ្ងៃស្អែកគឺថ្ងៃស៊ីកំណត់ការធំចឹងថ្ងៃដំបូងចូលរោងហើយគឺលោកឲ្យនៅទៅក្នុងរោងហ្នឹងទៅកិច្ចការអីទៅឆ្ងាយចិត្តឬក៏មានប្រអីសំខាន់គឺអាចនឹងពឹងញាតឬក៏ជំរាបឲ្យដល់ចាស់ទុំលោកបានដឹងឮដើម្បីកុំឲ្យយើងនឹងដើររហេតុរហូតអានេះគឺជាទំនៀមបុរាណលោកការពារកុំឲ្យខូចកិច្ចការងារធំចំណែកឯមេដាបៃតាខាងស្រីវិញបើសិនបើកាលពីចូលចាស់ចៅស្រីដណ្ដឹងស៊ីស្លាមជាប់ពាក្យដំបូងនោះលោកមានបង្គាប់ឲ្យខាងកូនប្រុសធ្វើផ្ទះដែរអញ្ចឹងនៅក្នុងល្ងាចហ្នឹងគឺមេដាបៃតាខាងកូនស្រីនឹងត្រូវនាំកូនស្រីឡើងផ្ទះថ្មីដែរគឺធ្វើពិធីឡើងផ្ទះថ្មីតែសិនបើអត់បានបង្គាប់ថាឲ្យខាងកូនប្រុសធ្វើផ្ទះអីទេក្នុងកិច្ចហ្នឹងក៏មិនបានធ្វើដែរគឺលើកកិច្ចហ្នឹងចេញតែម្ដងលោកដល់ថ្ងៃព្រឹកស៊ីស្លាកំណត់គឺសម័យដើមការត្រូវរៀបថង់រោងមួយគូព្រមទាំងពៀនស្លាឲ្យមហាដើម្បីឡើងទៅជម្រាបលោកមេបាហើយការឡើងចូលទៅជម្រាបនេះបើសិនបើកិច្ចពីខាងដើមដូចជាកិច្ចចាចៅស្ដីដណ្ដឹងឬក៏ការពិសាស្លាដកស្លាកន្សែងស្លាកបញ្ចប់មាត់ពីអីពីមុនអត់បានធ្វើទេក្នុងកិច្ចហ្នឹងគឺពេលដែលមហាឡើងទៅនិយាយស្នើការជាមួយលោកមេបានោះគឺឲ្យនិយាយកិច្ចហ្នឹងសារជាថ្មីតែបើសិនបើពីមុនមិនបានធ្វើរួចរាល់អស់ហើយទេកន្លែងហ្នឹងក៏មិនបានជានិយាយអំពីចាចៅស្ដីដណ្ដឹងអីទៀតដែរគ្រាន់តែឡើងទៅជម្រាបថាអ្នកសម័យដើមការឲ្យមហាខ្ញុំបានមកជម្រាបអំពីការជួលផ្ទះថ្មីតែបើសិនបើមិនមានការបង្គាប់ការធ្វើផ្ទះទេកន្លែងនិយាយពីការជួលផ្ទះថ្មីហ្នឹងក៏មិនបានលើកមកនិយាយដែរទេគឺគ្រាន់តែមហាមកនិយាយបញ្ជាក់ថាអ្នកសម័យដើមការឲ្យមហាខ្ញុំបានហ្នឹងចូលមកសុំកំពុងចតទូកសុំទីដាក់រទេះសំដីសង់រោងការស្លាសង់រោងចំភៅសំដីជីកគុកជីចង្ក្រានឯការនិយាយនេះគ្រាន់តែនិយាយជាកិច្ចការគួរសមទេព្រោះកិច្ចនេះលោកបានសុំនឹងជម្រាបកាលពីមុនពេលថ្ងៃចូលរោងមកក៏រួចមកហើយដែរប៉ុន្តែកិច្ចនេះគឺឲ្យលោកមហាមកស្នើការនិយាយដើម្បីជាកិច្ចគួរសមចំណែកឯលោកមេបាខាងស្រីក៏លោកត្រូវតែអនុញ្ញាតដែរអំពីការស្នើការរបស់លោកមេបាហើយបន្តមកទៀតគឺអ្នកមហាហ្នឹងក៏ត្រូវស្នើទៅលោកមេបាទៀតថាលោកបានទទួលការពឹងពោមកពីសម័យដើមការសូមចិញ្ចាំបន្ថយថ្នាក់ដៃក្រៅកន្ទេលហើយសូមអញ្ជើញលោកមេបាប្រជុំញាតិដើម្បីពិសាស្នាកំណត់និងលើកអណ្ដាការតាមដែលមេបាបង្គាប់មកក្រាបប្រណិប័តជូនចំណែកឯមេបាខាងស្រីក៏ត្រូវអនុញ្ញាតតាមលោកមហាប្តឹងនៅពេលដែលលោកមហាបានលើកផុសភាមនាការឡើងមកជូនលោកមេបាគឺគេត្រូវលេងភ្លេងផាត់ជាយកន្សែងក្រហមឬក៏អង្គររាជចំណែកឯផុសភាមនាការដែលលើកមកគឺត្រូវលើកដាក់នៅទីចំពោះមុខលោកមេបាដើម្បីឲ្យលោកមេបាបានត្រួតត្រាពិនិត្យមើលហើយមហាក៏ជម្រាបទៅលោកមេបាថាសូមទានជ្រាបសូមជម្រាបលោកមេបាអង្គញាប់ញាព្រះតកោរៀមច្បងតូចធំសូមទានជ្រាបត្បិតពេលនេះនៅសម័យដើមការឲ្យមហាខ្ញុំបាននាំផុសភាមនាការដែលលោកមេបាបង្គាប់ពីថ្ងៃមុនមកជូនដូច្នេះសូមលោកមេបាមេត្តាពិនិត្យមើលបើសិនបើមានខ្វះខាតកន្លែងណាមហាខ្ញុំបាននឹងបំពេញជូនគូបង្គាប់សូមអភ័យទោសត្រង់នេះបើសិនបើមិនមានប្រកបទេដោយយកតម្លៃរួចហើយមហាមិនត្រូវនិយាយថាសូមឲ្យត្រួតពិនិត្យមើលទេគ្រាន់តែសូមប្រតិបត្តិជូនតែប៉ុណ្ណោះព្រោះការនិយាយបែបនេះគឺអត្តន័យផ្សេងគ្នាការដែលកំណត់មានន័យថា
ដល់តែលោកមេបាត្រួតមើលឃើញដូចដែលលោកកំណត់ដែរអត់តែប្រសិនបើមិនបានកំណត់ដូច្នេះទេលោកមហាគ្រាន់តែនិយាយថាសូមប្រណិប័តជូនប៉ុណ្ណោះមិនន័យថាលោកលើកមកទោះបីថាមានខ្វះខាតលើសលុះតិចតួចប៉ុន្តែមិនមែនជាការតាំងតែងពេកទេគឺថាមហាគាត់នឹងប្រតិបត្តិតាមអ្វីដែលលោកមេបាលោកបានប្រកបវិជ្ជាមកចំណែកមេបាខាងស្រីកាលណាបើមហាលើកនៅផុសភិបណ្ដាការនឹងមកហើយគឺលោកត្រូវធ្វើពិធីសែនព្រេនហើយពិធីសែនព្រេននេះគឺខ្ញុំនឹងជូនបន្តិចអំពីចំណុចដែលលោកណែនាំឲ្យមានការនិយាយពីរបៀបសែនព្រេនជ្រុនចតាចំណែកឯពាក្យដែលនិយាយសែនព្រេនគឺដូចនេះឲ្យតែចេះថ្ងៃនេះថ្ងៃជាវេលាល្អត្បិតលោកនិងលោកស្រីបានរៀបឲ្យនាងកូនស្រីឈ្មោះអីជាកូនឲ្យមានស្វាមីគឺឲ្យទៅឈ្មោះគឺឈ្មោះកូនប្រុសឈ្មោះអ្វីជាកូនរបស់លោកនិងលោកស្រីឥឡូវយើងសូមប្តឹងដល់អស់ចាស់ទុំចដូនចតាមេដាបេដាសាលហិតទាំងសងខាងដែលអនិច្ចកម្មទៅកាន់បរលោកនាយកុំឲ្យប្រកាន់ទោសថាទុកដាក់កូនចៅឲ្យមានស្វាមីមិនបានជម្រាបឲ្យជ្រាបដូច្នេះសូមអញ្ជើញអស់លោកចាស់ទុំមកជួបជុំសាបសោយក្រយាហាហើយជួយឲ្យពោសពសាតកាដល់សម័យខ្លួនឲ្យបានសុខសวัสดิភាពអាយុយឺនយូរឲ្យមូលស្វាមីភរិយាជាសុខថថេជាកាលតទៅចឹងការសែនព្រេនគឺមានពាក្យប៉ុណ្ណេះហើយអស់លោកអាចប្រកាសម្ដងហើយម្ដងទៀតម្ដងជាពីរដងជាគម្រប់3ដងដើម្បីសែនព្រេនដឹងទៅដល់ចដូនចតាហើយកិច្ចព្រេននេះកាលណាបើព្រេនចប់ហើយគឺមហាត្រូវជម្រាបជូនលោកមេបាថាសូមទានជ្រាបសូមជម្រាបលោកបាអាញាជាព្រះតកូរៀមច្បាប់ឥឡូវនេះទៅបិទកិច្ចសែនព្រេនជូនចដូនចតារួចចប់សពគ្រប់អាហារសូមលោកមេបាប្រជុំញាតិដើម្បីពិសាស្លាកំណត់កន្លែងនេះបើសិនបើពីមុនយើងអត់ទាន់បានធ្វើពិសាស្លាដកស្លាកំសែងស្លាកំចក់មាត់ពាក្យទេគឺក្នុងកន្លែងនេះលោកឲ្យនិយាយចេញអស់តែម្ដងថាពិសាស្លាដកស្លាកំសែងស្លាកំចក់មាត់ពាក្យរួមគ្នាជាមួយនឹងវគ្គនេះតែម្ដងតែបើសិនបើវគ្គមុននិយាយអស់ហើយក្នុងពេលនេះគ្រាន់តែអញ្ជើញមេបាទាំងអស់ពិសាស្លាកំណត់តែប៉ុណ្ណោះរួចស្រេចហើយក៏ឲ្យមហាលើកថងរងនិងផុសពីបណ្ដាការទាំងអស់នឹងជូនលោកមេបាក្នុងវេលាមេបាពិសាស្លាគឺលោកឲ្យលេងភ្លេងផាត់ជាយកន្សែងក្រហមនិងបទអង្គររាជពេលដែលលោកមេបាពិសាស្លារួចហើយលោកឲ្យលៀងភោជនីយអាហារភ្ញៀវកិច្ចនៅពេលព្រឹកថ្ងៃស៊ីកំណត់គឺមានត្រឹមតែប៉ុណ្ណេះខ្ញុំបាទសូមជូននៅវគ្គនេះដើម្បីជាចំណេះដឹងក្នុងការសិក្សាអំពីទម្រង់4អាពាហ៍ពិពាហ៍របស់ខ្មែរហើយខ្ញុំលើកមកនេះគឺលើកទៅតាមលំដាប់លំដោយដែលមាននៅក្នុងសភៅរបស់អ្នកអុកញ៉ាំហាមត្រីនៅទៅតាមលំដាប់លំដោយដើម្បីបានជាមូលដ្ឋានចំណេះដឹងជូនទៅដល់អស់លោកលោកស្រីដែលជាមេដាបេដាដែលត្រូវបំរុងការកូនការចៅឬក៏ជាចំណេះដឹងសម្រាប់លោកបងលោកប្អូនដែលមានបំណងសិក្សាអំពីកិច្ចការងារដើម្បីធ្វើជាមហាធ្វើជាអាចារ្យនៅក្នុងពិធីមង្គលការខ្មែរបាទអញ្ចឹងសូមអរគុណនិងសូមជម្រាបលា